សំភារសម្ដេចក្រមព្រះនរោត្តមរណរដ្ឋបានសម្រេចប្រតិយចូលធ្វើជាប្រធានគណៈបកហ៊ុនស៊ិនប៉ិចឡើងវិញបន្ទាប់ពីមានការយាងពីថ្នាក់ដឹកនាំជាន់ខ្ពស់នៃគណៈបករាជានិយមមួយនេះតើការសម្រេចប្រតិយចុងក្រោយនេះព្រះអង្គមានគោលដៅយ៉ាងណាតើទ្រង់មានការបកស្រាយយ៉ាងណាចំពោះការរិះគន់ថាគណៈបកនេះជាកូនជើងរបស់គណៈបកប្រជាជននោះសូមលោកអ្នកនាងស្ដាប់បទសម្ភាសន៍លោកស្រីបណ្ឌិតជាមួយសម្ដេចក្រមព្រះដូចតទៅសូមក្រាបថ្វាយបង្គំសម្ដេចក្រមព្រះតើព្រះអង្គសពរិទ្ធហត្ថីយ៉ាងម៉េចខ្លះបានជាព្រះអង្គសម្រេចប្រតិយយើងទៅកាន់គណៈបកហ៊ុនស៊ិនប៉ិចចាស់របស់ព្រះអង្គវិញនោះបាទខ្ញុំសូមជម្រាបអស់លោកនិងរដ្ឋយោអាស៊ីសេរីថារឿងនៃការវិលត្រឡប់នៃខ្ញុំទៅកាន់ជាប្រធានដឹកនាំនៃគណៈបកហ៊ុនស៊ិនប៉ិចគឺមិនមែនទើបតែនៅថ្ងៃម្សិលមិញនោះទេឪពុកខ្ញុំក្តីខ្លួនខ្ញុំក្តីជាច្រើនលើកច្រើនគ្រាណាស់មកហើយដែលបានចរចាគ្នាជាពិសេសជាមួយឯកឧត្តមញឹកប៊ុនឆៃដើម្បីនឹងបង្កើតនៅគណៈបករាជានិយមពិតប្រាកដតែមួយគត់គឺគណៈបកហ៊ុនស៊ិនប៉ិចមួយទីដោយពាក្យបារាំងគេថាយើងត្រូវហ៊ានដាក់យកឱកាសសម្ដេចអរុណលោកសពត្រីហត្ថីសរសេរលិខិតមួយដែលចុះហត្ថលេខាដោយលោកញឹកប៊ុនឆៃផងដែរមកហៅខ្ញុំឲ្យទៅដឹកនាំគណៈបករាជានិយមហ៊ុនស៊ិនប៉ិចទី3ធ្វើនេះគឺស្របទៅនឹងព្រះរាជបន្ទូលនៃសម្ដេចតាទួតនៅថ្ងៃទី30 ខែតុលាឆ្នាំ2012ដែលព្រះអង្គលោកចុងក្រោយបាំងអស់សូមឲ្យអ្នករាជានិយមអ្នកសីហនុនិយមអ្នកស្នេហាជាតិទាំងអស់ចេះរួបរวมគ្នាគណៈបករាជានិយមនេះលោកសពព្រះរាជហឫទ័យឲ្យគណៈបកនេះរួបរวมគ្នាដើម្បីនឹងคล้ายទៅជាកម្លាំងជាតិកម្លាំងនយោបាយជាតិពិតប្រាកដបូកនឹងកម្លាំងនយោបាយមួយទៀតដែលដឹកនាំដោយសម្ដេចនាយករដ្ឋមន្ត្រីហ៊ុនសែនខ្ញុំនិយាយតាមឪពុកខ្ញុំណាដើម្បីដោះស្រាយបញ្ហាជាតិនៅក្នុងនោះបញ្ហាឯករាជ្យបញ្ហាបូរណភាពទឹកដីបញ្ហាអធិបតេយ្យបញ្ហាបង្រួបបង្រួមជាតិខ្មែរបញ្ហាអយុត្តិធម៌បញ្ហាដីធ្លីលាក់និងលាក់ព្រះអង្គបានន័យថាការយាងត្រឡប់ទៅគ្រប់គ្រងគណៈបកហ៊ុនស៊ិនប៉ិចឡើងវិញនៅក្នុងពេលនេះគឺមិនមានគោលដៅជាគណៈបកប្រឆាំងជាមួយគណៈបកប្រជាជនកម្ពុជាឬក៏គណៈបកដែលគ្រប់គ្រងរដ្ឋាភិបាលទេខ្ញុំសូមជម្រាបគោលដៅប្រឆាំងឬគោលដៅមិនប្រឆាំងចំពោះយើងខ្ញុំសារៈសំខាន់បំផុតគឺប្រសិទ្ធភាពក្នុងការដោះស្រាយបញ្ហាជាតិតែប៉ុណ្ណឹងលោកមានប្រសាសន៍ថាអញ្ចឹងមិនប្រឆាំងគណៈបកប្រជាជននេះខ្ញុំគណៈបកណាក៏ខ្ញុំមិនប្រឆាំងទេខ្ញុំមានទូនីតិមួយគឺសហការជាមួយនឹងគណៈបកខ្មែរទាំងអស់ដើម្បីនឹងឲ្យតាមផ្លូវសន្តិភាពផ្លូវច្បាប់ដោះស្រាយបញ្ហាជាតិធំច្រើនណាស់សប្តាហ៍ថ្ងៃនេះនៅថ្មីនេះព្រះអង្គមានការលើកឡើងពីបណ្ដាញសារព័ត៌មានក្នុងស្រុកនិងក្រៅស្រុកនិងបណ្ដាញសង្គមជាច្រើនថាការយាងត្រឡប់របស់ព្រះអង្គទៅគ្រប់គ្រងគណៈបកហ៊ុនស៊ិនប៉ិចឡើងវិញនេះគឺជាការរៀបចំរបស់គណៈបកប្រជាជនកម្ពុជាជាពិសេសជាការរៀបចំរបស់លោកនាយករដ្ឋមន្ត្រីហ៊ុនសែនដើម្បីទប់ទល់ទៅនឹងគណៈបកដទៃទៀតតើការលើកឡើងបែបនេះជាការពិតឬក៏យ៉ាងម៉េចដែរខ្ញុំសូមជម្រាបថាជាមួយនឹងអ្នកថាការរៀបចំមានមតិមួយចំនួនទៀតក៏បាននិយាយថានិយាយឲ្យខ្លីហ្មងគណៈបករាជានិយមហ៊ុនស៊ិនប៉ិចវាគ្មានអ្វីក្រៅតែពីគណៈបកកូនជើងរបស់សម្ដេចនាយករដ្ឋមន្ត្រីហ៊ុនសែនទេលោកហើយលោកបើនរោត្តមរណរដ្ឋអរុណរស្មីហើយអស់លោកទាំងអស់គ្នាឲ្យតែគេជួយរៀបចំផងនោះវាអស់ជាមនុស្សវាអស់ជាខ្មែរហើយព្រះអង្គហើយឆ្នាំណាពេលណាបានខ្មែរយើងចេះរួបរวมគ្នាជាផ្លុងមួយអ្នករាជានិយមក្តីអ្នកសាធារណរដ្ឋនិយមក្តីអ្នកកុម្មុយនីសនិយមក្តីក៏ប៉ុន្តែអ្វីមួយដែលធំជាងគេបង្អស់គឺការដោះស្រាយបញ្ហាជាតិខ្ញុំចាំតែនឹងទេនៅពេលដែលព្រះអង្គយាងទៅ
គ្រប់គ្រងដឹកនាំគណៈបកហ៊ុនស៊ិនប៉ិចឡើងវិញតើព្រះអង្គមានផែនការឬក៏មានចំណុចអ្វីពិសេសត្រូវធ្វើការប្រកួតប្រជែងជាមួយនៅគណៈបកធំពីរមកដល់ពេលនេះយើងឃើញតែគណៈបកធំពីរទេគឺគណៈបកប្រជាជនកម្ពុជានិងគណៈបកសង្គ្រោះជាតិប្រកួតប្រជែងជាមួយគណៈបកទាំងពីរនេះដើម្បីយកជ័យជំនះផ្ដាច់មុខទេឬមួយក៏គ្រាន់តែដើម្បីរកមកកៅអីពីរកៅអីដើម្បីទៅចូលរួមរដ្ឋាភិបាលជាមួយនឹងគណៈបកប្រជាជនកម្ពុជាដោយការពីពេលកន្លងមកនោះឬក៏យ៉ាងណាបងខ្ញុំសូមជម្រាបតែខ្ញុំត្រឡប់មកវិញណាកណាសើពីព្រោះមូលដ្ឋានរាជានិយមមូលដ្ឋានសីហានុនិយមមានច្រើនណាស់លោកគ្រាន់តែក្រៅគណៈបកហ៊ុនស៊ិនប៉ិចគណៈបកសង្គមរាស្ត្ររាជាធិបតេយ្យរបស់រដ្ឋរដ្ឋនេះ16ខែខ្ញុំរៀបចំរចនាសម្ព័ន្ធបានគ្រប់ខេត្តហើយសឹងតែដល់ទៅភូមិថែមទៀតបើយើងអត់មានមូលដ្ឋានតើយើងធ្វើមិនកើតហើយឥឡូវនេះពេលដែលយើងរួបរวมគ្នាអាមូលដ្ឋាននឹងវាកាន់តែរឹងឡើងវាកាន់តែធំឡើងនៅពេលដែលព្រះអង្គយាងចូលដឹកនាំគណៈបកហ៊ុនស៊ិនប៉ិចឡើងវិញចាប់ពីឆ្នាំនេះតទៅតើព្រះអង្គមានយុទ្ធសាស្ត្រអ្វីមានគោលនយោបាយពិសេសអ្វីខ្លះដើម្បីឲ្យម្ចាស់ឆ្នោតឲ្យប្រជារាស្ត្រទូទៅលោកជឿទុកចិត្តទៅលើព្រះអង្គហើយមានការគ្រប់គ្រងបោះឆ្នោតជូនគណៈបកហ៊ុនស៊ិនប៉ិចឈ្នះភ្លុកទឹកភ្លុកដីដោយកាលពីអាណត្តិទី1កន្លងមកនោះអរគុណណានៅកម្ពុជាយើងតាមរបបរបស់ខ្ញុំទេលោកណាមិនខុសត្រូវទេមិនមានគណៈបកនយោបាយណាក្រៅពីគណៈបក3ទេគណៈបក CPP ប្រជាជនកម្ពុជាគណៈបកសង្គ្រោះជាតិនិងគណៈបករាជានិយមហ៊ុនស៊ិនប៉ិចមានតែ3នោះទេ2យើងខ្ញុំគឺដៅចម្បងគឺប្រម៉ែប្រមូលអ្នករាជានិយមអ្នកសីហានុនិយមឲ្យចេះរួមគ្នាវិញឲ្យខ្លាយទៅជាមូលដ្ឋានរាជានិយមជាមូលដ្ឋានជាតិកាលណាយើងខ្លាយទៅជាមូលដ្ឋានជាតិយើងខ្លាយទៅជាកម្លាំងនយោបាយជាតិខ្ញុំយល់ថាជាមួយណាក៏ដោយឲ្យតែមានឆន្ទៈស្នេហាជាតិនឹងដោះស្រាយបញ្ហាជនជាតិបានព្រះអង្គតើគណៈបកទើបនឹងបានបង្កើតហើយគ្រោងនឹងធ្វើសមាជនៅថ្ងៃខាងមុខនេះតើនឹងគិតធ្វើយ៉ាងម៉េចនៅពេលដែលព្រះអង្គប្រកាសថានឹងយាងទៅកាន់គណៈបកហ៊ុនស៊ិនប៉ិចទៅហើយនោះចាយើងខ្ញុំបានសម្រេចរួចហើយរួមគ្នាពីម្សិលមិញនេះសម្ដេចអរុននឹងខ្លួនខ្ញុំគឺថាយើងធ្វើឲ្យសមាជរបស់គណៈបកសង្គមរាស្ត្ររាជាធិបតេយ្យនាថ្ងៃទី19ឲ្យคล้ายទៅជាសមាជរបស់គណៈបកហ៊ុនស៊ិនប៉ិចមួយគណៈបកហ៊ុនស៊ិនប៉ិចនេះសមាជនេះគ្មានទិសដៅអ្វីក្រៅតែពីបោះឆ្នោតខ្ញុំសង្ឃឹមថាឯកច្ឆន្ទតែងតាំងខ្ញុំជាផ្លូវការស្របទៅនឹងលក្ខន្តិកៈនិងបទបញ្ជាផ្ទៃក្នុងរបស់គណៈបកឲ្យនរោត្តមរណរដ្ឋជាប្រធានតែមួយគត់នៃគណៈបករាជានិយមដែលហៅថាហ៊ុនស៊ិនប៉ិចសំណួររបស់ទូប្រមង្គមចុងក្រោយនៅតែសូមបញ្ជាក់ជាថ្មីម្ដងទៀតតើគណៈបកហ៊ុនស៊ិនប៉ិចដែលព្រះអង្គជាអ្នកដឹកនាំថ្មីនៅពេលនេះតទៅនឹងបន្តសហការជាមួយនឹងគណៈបកប្រជាជនកម្ពុជាដដែលដោយការពីមុនទៀតឬក៏យ៉ាងណាខ្ញុំសូមជម្រាបឲ្យច្បាស់ខ្ញុំធ្លាប់មិនមែនត្រឹមតែសហការទេខ្ញុំធ្លាប់ធ្វើទាំងដៃគូជាមួយគណៈបកប្រជាជនកម្ពុជាតាមព្រះរាជអូវាទដ៏ត្រឹមត្រូវបំផុតនៃសម្ដេចតាទួត1 2ខ្ញុំបានជម្រាបហើយជម្រាបទៀតទិសដៅរបស់ខ្ញុំចង់អត់រវល់ទេសហការអីគេហៅថាទិសស្ដីនេះខ្ញុំអត់រវល់ទេអ្វីមួយដែលយើងខ្ញុំយកចិត្តទុកដាក់បំផុតគឺលទ្ធភាពនៃការដោះស្រាយបញ្ហាជាតិអរគុណណាស់លោកណាអរគុណព្រះអង្គដែលបានផ្ដល់បទសម្ភាសន៍ដល់វិទ្យុអាស៊ីសេរីនៅក្នុងឱកាសនេះទៀតឯងទៅមិនរួចខ្ញុំមិនរួចអត់ឆ្លោះពីគេអាមៀនេះទៅបាប់គាត់អូទៀតឲ្យតាមៀទៅងឹតតាមៀខ្ញុំគឺដៃខ្ញុំណានោះទៅអោខែរបស់របត់នេះលើអើយបកជើងបកដៃនោះអរលោកអ្នកកញ្ញានេះគឺទៀតតាមៀធ្វើបណ្ដោះអាសន្នឲ្យគាត់បាននូកែងចឹងខ្ញុំឲ្យចឹងអត់មានចូលរួមជាច្រើននេះស្នោះគាត់មើលតាមៀមើលចាស់ហើយមិនគាត់តែគាត់ខូចទូឲ្យបានលើដាក់ក្នុងនេះខ្លះបើខោខូចឲ្យទៅក្នុងផ្ទះទូទៅតែគាត់បើគាត់ខូចទូគាត់ស្មាតទូនេះបើគាត់ក្នុងផ្ទះទូមិនកើតនេះមើលគាត់ខូចទូក៏នោះចេះមិនបើគាត់នោះទូវាកើតអានេះគឺសល់ក្តារទៀតលោកតាមៀអត់ក្តារ
Tại cho chụp hả? Ta mà cái mâm lò một ôi khơi chít cật phải cật như mình nào thì nữa. Nhưng ba mình tầm miệng ba thật rồi ba mình chơi giờ ta của bạn tầm miệng đây chúng sẽ xu đó đây bữa cục bầy đây bữa cục bầy á tôi lấy ngày na ta lấy pro lại ta nó